តែរងមើលសារធាតុអាឡែស៊ីឬក៏សារធាតុដែលយើងប្រតិកម្មជាមួយជាទូទៅនៅស្រុកយើងគឺយើងពេញនិយមនៅការបូមឈាមដើម្បីយកទៅពិនិត្យមើលថាតើយើងមានប្រតិកម្មឬក៏អាឡែស៊ីជាមួយនឹងអ្វីខ្លះតែប៉ុន្តែក្រៅពីការបូមឈាមគឺគេមានតេស្តផ្សេងទៀតជាច្រើនឧទាហរណ៍ដូចជាការតេស្តនៅក្រោមស្បែកការតេស្តនៅលើស្បែកហើយនិងការបិទនៅបន្ទះដែលមានសារធាតុអាឡែស៊ីហ្នឹងនៅលើស្បែករបស់យើងហើយក្រៅពីនេះគឺអាចនឹងគេហៅថា oral food challenge ដែលយើងអាចញ៉ាំចំណីអាហារដែលយើងសង្ស័យថាប្រតិកម្មជាមួយនឹងដើម្បីតេស្តមើលអាឡែស៊ីដូចគ្នាប៉ុន្តែទាំងអស់នេះគឺត្រូវតែធ្វើនៅមន្ទីរពេទ្យធ្វើជាមួយនឹងគ្រូពេទ្យដើម្បីសុវត្ថិភាពនៅម្លងពេលដែលយើងកំពុងតែតេស្តហ្នឹងបុគ្គលណាខ្លះដែលយើងគួរតែធ្វើតេស្តអាឡែស៊ីតែទៅការធ្វើតេស្តនេះគឺយើងអាចធ្វើបានទាំងអស់គ្នាទាំងក្មេងទាំងចាស់គ្រប់អាយុទាំងអស់គឺយើងអាចធ្វើបានប៉ុន្តែអ្នកដែលចាំបាច់ធ្វើតើតើទៅនឹងមនុស្សដែលគាត់ឧស្សាហ៍ឈឺឬក៏ក្មេងតូចៗដែលគាត់ឧស្សាហ៍ឈឺគាត់មិនសូវឡើងគីឡូមិនសូវមានការលូតលាស់បានល្អឧស្សាហ៍ឈឺស្កាត់តាំងពីតូចមកឬក៏ចាប់ដើមចូលដល់វ័យដែលគាត់ចាប់ផ្ដើមញ៉ាំនៅចំណីអាហារញ៉ាំបបរញ៉ាំបន្លែផ្លែឈើផ្សេងៗប៉ាម៉ាក់ក៏អាចនឹងយកកូនទៅធ្វើតេស្តបានដែរដើម្បីរកមើលថាគាត់អាចនឹងមានប្រតិកម្មជាមួយនឹងចំណីអាហារឬក៏សារធាតុណាមួយដើម្បីគេចពីរបស់ទាំងអស់ហ្នឹងក្រៅពីនេះទៅលើបុគ្គលដែលគាត់ធ្លាប់មានប្រវត្តិគ្រួសារគាត់ហ្នឹងមានបញ្ហាអាឡែស៊ីប្រតិកម្មស្ទើរតែគ្រប់សារធាតុទាំងអស់ឬក៏ឧស្សាហ៍មានបញ្ហាស្បែកឡើងរមាស់ឡើងកាទៀតាអាឬក៏គាត់ញ៉ាំចំណីអាហារអ៊ីនតិចតួចចេះតែរីកឬក៏ក្អួតឬក៏មានការចុកពោះឬក៏អ្នកដែលគាត់មានបញ្ហាហឺតរលាកផ្លូវដង្ហើមធ្ងន់ធ្ងរញឹកញាប់អញ្ចឹងបើសិនជាប្រវត្តិគ្រួសារយើងមានបញ្ហាបែបហ្នឹងហើយយើងផ្ទាល់គឺជាបុគ្គលដែលឧស្សាហ៍ឈឺស្កាត់ដែរអញ្ចឹងការធ្វើតេស្តអាឡែស៊ីគឺយើងអាចធ្វើបានតែប្រតិកម្មឬក៏តេស្តរកមើលសារធាតុអាឡែស៊ីហ្នឹងដែលយើងរៀបរាប់តាំងពីខាងដើមវីដេអូមកហ្នឹងវាមានច្រើនប្រភេទប៉ុន្មានប៉ុន្តែតេស្តមួយគឺយើងអាចធ្វើបានទៅតាមបុគ្គលផ្សេងៗគ្នាឧទាហរណ៍ដូចជាតេស្តដែលយើងអាចបូមឈាមមើលវាគឺសមត្ថភាពមានន័យថាយើងគ្រាន់តែបូមឈាមយកទៅពិនិត្យប៉ុន្តែតើតើទៅនឹងលទ្ធផលវាវិញគឺវាអាចនឹងមានភាពមិនសូវសុក្រិតមួយចំនួនឧទាហរណ៍ថាបុគ្គលមួយចំនួនគាត់មុននឹងធ្វើតេស្តហ្នឹងគឺគាត់មានអាឡែស៊ីឬក៏ប្រតិកម្មរយៈពេលយូរអញ្ចឹងហើយគាត់ញ៉ាំថ្នាំអាឡែស៊ីហ្នឹងរយៈពេលយូរហើយគាត់មកតេស្តអញ្ចឹងគាត់តេស្តភ្លាមគឺអាចនឹងមានលទ្ធផលមួយចំនួនគឺវាអត់សូវសុក្រិតទេអញ្ចឹងបើសិនជាយើងចាប់តេស្តមើលគឺត្រូវតែបញ្ឈប់នៅការញ៉ាំថ្នាំហ្នឹងយ៉ាងតិចបានមួយអាទិត្យសិនក្រៅពីនេះតើតើទៅនឹងតេស្តដែលគេនិយមធ្វើច្រើនជាងគេនៅខាងស្រុកគេភាគច្រើនគឺគេធ្វើ prick skin test មានន័យថាគេយកសារធាតុអាឡែស៊ីឬក៏អាឡែហ្សែនហ្នឹងយកមកលាបលើស្បែកទៅដល់មកគេយកមកចូលតូចៗហ្នឹងយកមកចាក់នៅលើស្បែកនៅលើផ្នែកខាងលើស្បែកហ្នឹងទៅពេលដែលសារធាតុហ្នឹងជ្រាបចូលទៅក្នុងស្បែកគឺយើងអាចដឹងពីប្រតិកម្មឬក៏អាឡែស៊ីនៅលើហ្នឹងហើយការទទួលបាននៅលទ្ធផលគឺវាបានលឿនជាងការធ្វើតេស្តឈាមអាចចំណាយពេលយូរចំណាយការតេស្តនៅលើស្បែកគឺវាអាចចំណាយពេលលឿនក្រៅពីនេះគឺគេអាចធ្វើ intradermal test មានន័យថាគេចាក់សារធាតុអាឡែស៊ីហ្នឹងនៅក្រោមស្បែករបស់យើងផ្ទាល់ប៉ុន្តែវាគ្រោះថ្នាក់ដោយសារអីគឺយើងចាក់ផ្ទាល់ក្នុងករណីមួយចំនួនអ្នកជំងឺខ្លះគឺគាត់មានប្រតិកម្មឬក៏អាឡែស៊ីហ្នឹងធ្ងន់ធ្ងរខ្លាំងទោះបីជាចាក់សារធាតុហ្នឹងតិចតួចក៏ដោយទោះបីវាកម្រនឹងកើតមានប៉ុន្តែក៏អាចមានអ្នកខ្លះគឺគាត់គ្រោះថ្នាក់ធ្ងន់ធ្ងរក្រោយពេលដែលយើងធ្វើតេស្តបែបហ្នឹងសញ្ញាប្រតិកម្មដែលនៅពេលដែលយើងប៉ះពាល់ជាមួយនឹងសារធាតុអាឡែស៊ីណាមួយគឺអាចស្ដែងចេញជាសញ្ញាផ្លូវដង្ហើមមានន័យថាឲ្យមានការក្អកកណ្ដាស់ឡើងស្លេះខ្លាំងឬក៏ហើមបំពុះខ្យល់ដកដង្ហើមអត់ចេញធ្វើឲ្យយើងពិបាកលេបពិបាកដកដង្ហើមតើតើទៅនឹងស្បែកគឺចេញជាកាទៀតាអានៅលើស្បែកលំមាស់ស្បែកឬក៏រហូតដល់ឡើងក្តៅខ្លួនប៉ះពាល់ទៅលើផ្លូវអាហារអាចធ្វើឲ្យមានការក្អួតចង្អោរធ្វើឲ្យមានការរាករូសឬក៏ហើមពោះជាដើមអាចនឹងប៉ះពាល់ទៅលើប្រព័ន្ធប្រសាទឲ្យយើងវិលមុខឲ្យយើងឈឺក្បាលខ្លាំងដូច្នេះសារធាតុទាំងអស់នេះតើតើនឹងបញ្ហាអាឡែស៊ីវាអាចនឹងធ្វើឲ្យយើងចេញជាប្រតិកម្មធ្ងន់ធ្ងរក្នុងករណីបុគ្គលមួយចំនួនទោះបីជាការធ្វើតេស្តហ្នឹងយើងចាំបញ្ចូលតែសារធាតុតិចតួចនៅក្រោមស្បែកក៏ដោយឲ្យតែប៉ះពាល់ជាមួយនឹងសារធាតុហ្នឹងមិនថាជាការចាប់បញ្ចូលឬក៏លាបនៅលើស្បែកទេអ្នកខ្លះគឺអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរមែនទែនទោះបីជាតេស្តមួយចំនួនគឺវាអាចនឹងគ្រោះថ្នាក់ប៉ុន្តែនៅពេលដែលយើងជួបជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យឲ្យបានត្រឹមត្រូវគ្រូពេទ្យនឹងមានវិធីដើម្បីជួយសង្គ្រោះយើងក្នុងពេលធ្វើតេស្តហ្នឹងហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាអាឡែស៊ីឬក៏ប្រតិកម្មញឹកញាប់ឬក៏មានកូនតូចដែលគាត់ឧស្សាហ៍ឈឺឬក៏មានប្រតិកម្មឬក៏គាត់ចិត្តនឹងដល់វ័យដែលគាត់ត្រូវញ៉ាំចំណីអាហារបន្ថែមយើងអាចនឹងតេស្តមើលរកមើលចំណីអាហារមួយចំនួនដែលគាត់អាចនឹងអាឡែស៊ីឬក៏ប្រតិកម្មជាមួយហ្នឹងគឺយើងត្រូវតែជួបជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិនដើម្បីពិភាក្សាជាមួយគាត់ក៏ដូចជាធ្វើតេស្តផ្សេងៗទៅតាមការណែនាំរបស់គ្រូពេទ្យដូច្នេះបើសិនជាអ្នកទាំងអស់គ្នាបានដឹងក៏ដូចជាបានចាប់អារម្មណ៍ទាក់ទងនឹងការធ្វើតេស្តបែបនេះនៅស្រុកយើងនៅមន្ទីរពេទ្យណាខ្លះគឺអាចខមមិននៅក្នុងវីដេអូនេះបានដើម្បីចែករំលែកទៅឲ្យពុកម៉ែបងប្អូនក៏ដូចជាប៉ាម៉ាក់ដែលគាត់មានកូនតូចៗហើយកំពុងតែស្វែងរកសេវាកម្មធ្វើតេស្តនេះដោយសារតែបច្ចុប្បន្ននៅស្រុកយើងគឺភាគច្រើនយើងធ្វើតេស្តដោយការបូមឈាមដើម្បីមើលរោគសារធាតុប្រតិកម្មសម្រាប់តេស្តផ្សេងៗទៀតក៏មានមន្ទីរពេទ្យខ្លះគឺគាត់ធ្វើដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានដឹងទាក់ទងនឹងការធ្វើតេស្តទៅលើស្បែកដូចជាការធ្វើតេស្តផ្សេងទៀតទាក់ទងនឹងប្រតិកម្មក្រៅពីការមើលឈាមគឺអាចខមមិននៅក្នុងវីដេអូនេះដើម្បីចែករំលែកទៅឲ្យអ្នកផ្សេងទៀតឲ្យគាត់បានយល់ដឹងនិងនាំកូនឬក៏ទៅធ្វើតេស្តដោយខ្លួនឯងផ្ទាល់ជៀសវាងនៅការដែលប៉ះពាល់ដដែលៗទៅលើសារធាតុដែលគាត់ប្រតិកម្មជាមួយនឹងធ្វើឲ្យសុខភាពគាត់កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះអរគុណច្រើនសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូផ្សេងទៀតជម្រាបលា